ខ្ញុំបាទឈ្មោះវីផោះនៅភូមិខ្នោកែងខ្ញុំជាជនស្ម័គ្រចិត្តនៅខេត្តព្រៃវែងនៅឈើទាលបឹងខ្ញីខេត្តព្រៃវែងនេះមានអ្នកប្រព្រឹត្តអំពើខុសច្បាប់ទី1អ្នកជីកបៀបើអ្នកគេមានលុយគេអាចជួលអាអិចយកមកជោគអាដីនៅក្នុងព្រែកហ្នឹងហើយបើអ្នកគ្មានលុយគាត់ថាអញមានលុយមកពីណាតែជីកបៀហ្នឹងហើយបើចំពោះដៃឆក់អ្នកឆក់ក៏គាត់ជាបានត្រីច្រើនជាងអ្នកអត់ឆក់ហើយព្រោះអីអ្នកឆក់គេមានឧបករណ៍គេឆក់ហើយអ្នកអត់ឆក់អូសឈឹបទៅបានប្រមាណចូលប៉ុណ្ណឹងយកប៉ុណ្ណឹងហ្មងខ្ញុំធ្វើការស្ម័គ្រចិត្តនេះដើម្បីឲ្យអ្នកភូមិយល់ថាព្រែកនេះជារបស់យើងទាំងអស់គ្នាទេគ្មានជារបស់អ្នកណាទេប៉ុន្តែចង់ឲ្យប្រជាពលរដ្ឋនៅក្នុងភូមិនេះការពារកុំឲ្យវាយូរទៅឡើងទៅព្រែកទៅជាទូលវិញហ្មងយូរទៅហើយដល់ពេលអញ្ចឹងក្មេងសាក្រោយគេអត់បានស្គាល់ថានឹងជាព្រែកឬក៏ជាបៀពីមុនមកទេគេអត់ដឹងទេនៅនេះមានយូនមកទិញដីហ្នឹងហើយដល់ពេលវាជីកអាកម្លាំងដីវាធ្វើតំណប់ភ្លឺឲ្យខ្ពស់ដល់ពេលអាក្បីគោយើងដើរលើនោះវាដេញយើងអត់ឲ្យដើរលើនោះវាខ្លាចដាច់ភ្លឺវាហើយត្រីនៅក្នុងនោះដល់ពេលយើងទៅរកអីវាអត់ឲ្យរកទេហើយដល់ពេលត្រីនៅក្នុងទឹកមូលវាបូមយកទៅលក់មានលក់ឲ្យណាលក់ឲ្យតែប្រជាពលរដ្ឋនៅនឹងដដែលដីខាងកើតព្រែកហ្នឹងខ្ញុំអត់ដឹងថាបោះរត់ឬបោះរួមទេប៉ុន្តែអ្នកលក់ឲ្យគឺថាគាត់ឃើញដីបានថ្លៃគាត់លក់ឲ្យពួកយូរនោះទៅហើយយូរនោះទិញយកហើយដីនៅនោះប្រហែលជាប្រមាណហត្តាច្រើនអ្នកលក់ឲ្យគាត់ថាយកលុយនោះលក់ដីនោះយកលុយមកទិញដីនៅអីក្បែរផ្ទះអញ្ចឹងក្បែរភូមិស្នុកធ្វើស្នុកចែកឲ្យកូនចៅមកនៅហ្នឹងអញ្ចឹងបញ្ហាប្រឈមបំផុតគឺជីកបៀច្រើនហើយប្រើឧបករណ៍ខុសច្បាប់ច្រើនបើខានធ្វើតែមួយឆ្នាំខ្ញុំជឿថាត្រីនៅបឹងនេះធានាថាមកស៊ីមនុស្សវិញហ្មងបងព្រោះអីវាច្រើនការស្ម័គ្រចិត្តរាល់ថ្ងៃចង់ឲ្យព្រែកនេះនៅមានដល់ក្មេងចំនួនសាក្រោយទៀតហើយខ្ញុំចង់ទាមទារឲ្យអ្នកភូមិគាត់ចេះថែរក្សានៅនិយាយរួមធម្មជាតិដែលយើងមានស្រាប់ហ្នឹងបងខ្ញុំចង់ឲ្យអាជ្ញាធរទប់ស្កាត់អាជីកបៀហើយនឹងប្រើឧបករណ៍ខុសច្បាប់ឲ្យបាត់តែម្ដងមក